បាទសួស្តីថ្ងៃរ៉ាខ្ញុំចង់លើកនៅទស្សនៈមួយទាក់ទងនឹងការងារបាទនិយាយពីការងារតែម្ដងយើងដឹងថាការងារបច្ចុប្បន្ននេះគឺយើងមានច្រើនណាស់មុខតំណែងហៅថា position គេអញ្ចឹងបាទអញ្ចឹងការងារតូចធំនោះគឺអាស្រ័យទៅលើខ្លួនយើងជាអ្នកកំណត់ខ្លួនយើងទី2ចំណេះវិជ្ជារបស់យើងកន្លែងដែលល្អបាទគឺដំណើរសមត្ថលើមនុស្សដែលមានសមត្ថភាពនៃការធ្វើការអញ្ចឹងបងប្អូនដែលចង់បានការងារល្អតែមួយខិតខំប្រឹងប្រែងរៀនសូត្របាទគឺតែប៉ុណ្ណាអត់មានលើសប៉ុណ្ណឹងទេក្រុមហ៊ុនមួយស្ថាប័នមួយគេផ្ដល់ឱកាសឲ្យយើងគេផ្ដល់តំណែងឲ្យយើងគេមើលទៅលើសមត្ថភាពចំណេះដឹងនៃការរៀនរបស់យើងពីថ្នាក់មហាវិទ្យាល័យមកអត្តចរិតរបស់យើងសុជីវធម៌របស់យើងជារឿងមួយដែលចាំបាច់ផងដែរយើងមានចំណេះដឹងខ្ពស់ប៉ុន្តែយើងមិនមានអត្តចរិតល្អសម្រាប់យើងមិននិយាយមិនគួរសមមិនគ្រប់ចាស់ទុំក៏ជាបញ្ហាមួយដែលធំដែរអញ្ចឹងគឺរួមផ្សំទាំងអស់គ្នាបាទតកតងទៅនឹងវិជ្ជាគឺសំខាន់ណាស់បាទយើងទៅកាន់កិច្ចការណាមួយក៏ដោយអីក៏ដោយទាមទារយើងមានសមត្ថភាពគ្រប់គ្រាន់ទាំងពេលវេលាទាំងជំនាញរបស់យើងទៅគ្រប់គ្រងនៅកន្លែងដែលធ្វើការនោះយើងកិច្ចការយើងកាន់កិច្ចការអីយើងត្រូវចេះនៅកិច្ចការនោះខុសពីតំណែងនយោបាយជារឿងមួយផ្សេងបាទគឺមានសញ្ញាកម្មរបស់គេតែបើតំណែងផ្សេងតកតងទៅនឹងអីគឺត្រូវការណាស់ជំនាញហើយនឹងតចរិតរបស់យើងដឹងថាយើងមានខាត់អាផ្សាយច្រើនណាស់ទាំងរដ្ឋទាំងឯកជនជាងចំណេះវិជ្ជាគឺមានពេញប្រទេសសំខាន់ខ្លួនយើងតើអាចគ្រាបជញ្ជក់ចំណេះដឹងបានដែរឬទេអញ្ចឹងហើយថាថ្នាក់មូលដ្ឋានគឺសំខាន់ពីមត្តេយ្យរហូតដល់បឋមដល់វិទ្យាល័យមហាវិទ្យាល័យបាទគឺសំខាន់ណាស់បើយើងមានមូលដ្ឋានគ្រឹះនៃចំណេះដឹងតាំងពីដើមមកគឺយើងទៅរៀនមុខជំនាញណាគឺយើងស្រួលចេះគណិតចេះគីមីចេះវត្តសាស្ត្រយើងចេះអ្វីផ្សេងដល់ពេលយើងទៅរៀនចំមុខជំនាញនោះគឺមានភាពល្អបំផុតបាទតកតទៅនឹងពេទ្យរូបវិទ្យាគីមីបាទតកតទៅនឹងអ្នកសំណង់ក្រសួងដែនដីតកតទៅនឹងរូបវិទ្យាប្រវត្តិសាស្ត្រតកតទៅនឹងចំណេះដឹងផ្សេងទៀតបាទគឺយើងមានច្រើន